សូមជូនរឿងមកប្រពន្ធនាយអង្គនៅក្នុងភូមិតូចមួយដែលនៅដាច់ស្រយាលមានប្តីប្រពន្ធមួយគូប្តីឈ្មោះថានាយអំឯប្រពន្ធឈ្មោះថានាងរំដួលនាងរំដួលគឺជាស្ត្រីដែលមានចរិតស្លូតត្រង់ស្រឡាញ់ប្តីចេះកិច្ចការផ្ទះសពគ្រប់ប៉ុន្តែនាងមានប្តីដែលជានាយអំគឺជាមនុស្សចូលចិត្តផឹកស៊ីលេងល្បែងមិនជួយកិច្ចការផ្ទះឡើយទោះនាងខាត់ឲ្យប្តីជួយធ្វើកិច្ចការក៏ប្តីមិនដែលខ្វល់គិតពីគ្រួសារឡើយថ្ងៃមួយនាយអំបានឈ្នះល្បែងបានប្រាក់ជាច្រើនហើយក៏បានផឹកស៊ីអួតអាងប្រាប់ទៅមិត្តភ័ក្តិនៅកន្លែងផឹកស៊ីនោះថាគាត់បានលុយច្រើនហើយគាត់បានលាក់ទុកវានៅខ្នើយនៅក្នុងផ្ទះគាត់ឯណោះពាក្យអួតអាងនេះបានឮដល់ត្រចៀកនីកាចដែលជាមេក្រុមចោរលួចនៅក្នុងភូមិនោះថ្ងៃបន្ទាប់នាយអំចេញទៅលេងបៀតាមទម្លាប់តាំងពីរសៀលហើយបន្តទៅផឹកស៊ីរហូតដល់យប់ចំណែកនាងរំដួលដេកយាមផ្ទះតែឯងវេលាពាក់កណ្ដាលត្រៀតក្រុមចោរទាំង3ដឹកនាំដោយនីកាចបានចូលមកលួចនៅក្នុងផ្ទះនីកាចបាននិយាយឡើងលឿនឡើងរកលុយក្រោមខ្នើយនោះឲ្យឃើញអញឮអាអំវាលាក់ទុកនៅនឹងច្បាស់ណាស់ក្រុមចោរក៏ស្ទុះស្ទារកលុយក្រោមខ្នើយហើយក៏រកមិនឃើញសូម្បីតែមួយកាក់ព្រោះនាយអំបានយកទៅលេងបៀបាត់អស់ហើយនីកាចខឹងយ៉ាងខ្លាំងក៏ដាស់ទៅរំដួលដែលនាងកំពុងដេកលក់ណែនាងរំដួលងើបឡើងប្រាប់អញឲ្យលឿនលុយប្តីនាងឯងទុកឯណាលាក់នៅឯណាប្រាប់ឲ្យលឿនមកចាខ្ញុំមិនដឹងទេខ្ញុំមិនដឹងថាលុយទាំងអស់ហ្នឹងនៅឯណាទេប្រហែលជាប្តីខ្ញុំអត់យកទៅលេងល្បែងតាំងពីរសៀលហើយនោះដោយខឹងសម្បានិងមិនជឿសម្ដីនាងរំដួលនាយកាចនឹងបាក់រូបក៏បានវាយចាប់ធ្វើបាបហើយក៏រំលោភបន្ទាប់មកក៏យកកាំបិតចាក់សម្លាប់នាងរំដួលយ៉ាងព្រៃផ្សៃហើយក៏នាំគ្នារត់គេចពីផ្ទះនោះបានទៅនាងរំដួលស្លាប់ទាំងកំហឹងនិងចិត្តចងអាឃាតធ្វើឲ្យវិញ្ញាណនាងមិនបានទៅកើតនិងខ្លាចជាខ្មោចដ៏កាចសាហាវនាងលែងខឹងនឹងប្តីតែចិត្តនាងគិតតែចង់សងសឹកនឹងពួកក្រុមចោរទាំង3នាក់នោះយប់បន្ទាប់នាយចោរម្នាក់ឈ្មោះថានីសាកំពុងតែដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងខ្ទមរបស់ខ្លួនស្រាប់តែគាត់បានយល់សពឃើញនាងរំដួលឈរនៅពីក្រោយគាត់ហើយស្ដាប់ដាក់ត្រចៀកគាត់ថាឯងសម្លាប់អញនឹងតាមយកជីវិតឯងនីសាញាក់ទាំងតក់ស្លុតទឹកមុខស្លេកស្លាំងគាត់មិនហ៊ានដេកទៀតទេក៏សម្រេចចិត្តចេញទៅក្រៅដើម្បីជួបមិត្តភក្តិពេលកំពុងដើរឆ្លងកាត់វាលស្រែស្ងាត់ជ្រង
ស្រាប់តែមានសំឡេងស្រែក នីសាអើយនីសាឯងទៅណា សំឡេងនោះពីរោះណាស់តែបង្កប់នៅភាពត្រជាក់ព្រឺព្រួចនីសាងាកក្រោយឃើញនាងរំដួលឈរនៅខាងក្រោមដើមពោធិ៍ធំមួយមានសភាពសក់វែងឈាមហូរតែញញឹមដាក់ខ្លួននីស្រាលស្រែកលាន់មាត់រត់មិនដឹងជើងខ្មោចនាងរំដួលក៏តាមលងគាត់នីសារត់រហូតធ្លាក់ចូលអណ្ដូងចាស់មួយបណ្ដាលឲ្យស្លាប់បាត់ទៅនិយាយពីនីរិទ្ធបានឮដំណឹងថានីសាលបានស្លាប់ដោយធ្លាក់អណ្ដូងតែគាត់ដឹងច្បាស់ថាវាមិនមែនជារឿងធម្មតាទេគាត់ចាប់ផ្ដើមភ័យខ្លាចយកមកដល់នីរិទ្ធក៏ដេកក្នុងផ្ទះចាក់សោយ៉ាងជិតតែពេលពាក់កណ្ដាលយប់គាត់ក៏ឮសំឡេងគូទ្វារតិចបងរ៉េតបើកទ្វារឲ្យអូនចូលផងអូនរងាណាបងរ៉េតបើកទ្វារឲ្យអូនផងអូនរងាណា នីរិទ្ធដឹងច្បាស់ថាជាសំឡេងនាងរំដួលក៏មិនហ៊ានឆ្លើយតបស្រាប់តែសំឡេងនោះបន្លឺឡើងនៅក្នុងបន្ទប់ក្បែរត្រចៀកគាត់បងរ៉េតម៉េចមិនបើកទ្វារឲ្យអូនអញ្ចឹងអូនរងាណា នីរិទ្ធបើកភ្នែកភ្លាមឃើញនាងរំដួលកំពុងតែអង្គុយបែរខ្លួនគាត់សម្លឹងមើលមុខគាត់ដោយកែវភ្នែកក្រហមឆ្អៅហើយញញឹមនីរិទ្ធក៏ព្យាយាមរត់ចុះពីលើផ្ទះធ្លាក់បាក់កស្លាប់ភ្លាមនៅពេលនោះលុះព្រឹកឡើងអ្នកស្រុកឃើញនីរិទ្ធស្លាប់បាត់ដោយគិតថាស្រវឹងហើយធ្លាក់ពីលើផ្ទះក៏មិនគិតការសង្ស័យអ្វីឡើយចំណែកឯនីកាចដែលជាមេខ្លោងនិងជាអ្នកសម្លាប់នាងរំដួលផ្ទាល់បានដឹងថាបពុរបស់ខ្លួនស្លាប់ហើយគាត់ដឹងថាវាមិនមែនជារឿងចៃដន្យទេវាគឺជាខ្មោចលងសងសឹកយប់នោះនីកាចក៏សម្រេចចិត្តទៅរកគ្រូមន្តអាគមម្នាក់នៅក្បែរខាងខ្លួនដើម្បីរកមន្តអាគមការពារខ្លួនខ្មោចនាងរំដួលមានចិត្តអាឃាតខ្លាំងពេកដើម្បីឲ្យអំណាចខ្មោចនាងរំដួលរលាយមានតែវិធីមួយគត់គឺត្រូវទៅរំលាយសាកសពនាងហើយយកឃាតទៅពាត់ស៊ីម៉ាឲ្យចិត្តតែប៉ុណ្ណោះបើមិនអញ្ចឹងឯងនឹងត្រូវស្លាប់អន្តរាយហើយពេលនោះនីកាចនិងគ្រូមន្តអាគមក៏បានធ្វើដំណើរទៅរកភ្នូនាងរំដួលហើយក៏បានជីកភ្នូនឹងឡើងក៏ស្រាប់តែប្តីនាងរំដួលមករារាំងក៏ត្រូវនីកាចវាយឲ្យសន្លប់ទៅពេលនោះស្រាប់តែដើមឈើទាំងឡាយបក់បោកជាខ្លាំងសំឡេងខ្យល់កន្ត្រាក់ដូចព្យុះខ្មោចនាងរំដួលបានលេចមុខនៅពីមុខនីកាចលើកនេះនាងលេចមកទាំងរូបរាងដ៏គួរឲ្យខ្លាចបំផុតឯងមករកអ្វីទៀតហើយ
ធ្នូនឹងធ្វើបាបប្តីយើងទៀតយើងនឹងសម្លាប់ឯង ពេលនោះនីកាចភ័យតក់ស្លុតជាខ្លាំងហើយក៏និយាយទៅនាងរំដួលសូមទោសអធ្យាស្រ័យឲ្យខ្លួនម៉ោចនាងរំដួលមិនស្ដាប់ពីអង្វរកនោះទេនាងទ្រវីដៃសំឡេងសើចរបស់នាងលាន់ឮដោយព្យុះកណ្ដាលព្រៃហើយធ្វើឲ្យនីកាចអណ្ដែតទៅលើហើយធ្លាក់ចុះមកដីវិញយ៉ាងឈឺចាប់គ្រូមន្តអាគមឃើញដូចនោះក៏រត់ចោលនីកាចបាត់ទៅហើយខ្មោចនាងរំដួលបានបោះនីកាចបោកទៅនឹងថ្មធំមួយយ៉ាងខ្លាំងធ្វើឲ្យនីកាចធ្លាក់មកដីខ្លួនបាក់ឆ្អឹងខ្ទេចខ្ទីហូរឈាមស្លាប់នៅកន្លែងនោះតែម្ដងក្រោយពីសងសឹកបានសម្រេចវិញ្ញាណខ្មោចនាងរំដួលក៏បាត់ស្រមោលទៅវិញព្រោះគំនុំនៅក្នុងចិត្តក៏ត្រូវបានរលាយហើយអ្នកស្រុកនៅក្នុងភូមិនោះក៏លែងមានឮដំណឹងខ្មោចលងទៀតចាប់ពីពេលនោះទៅរីឯនីអំក៏បានភ្ញាក់រលឹកខិតខំធ្វើការងារឡើងវិញលះបង់ការលេងល្បែងទាំងអស់ហើយខិតខំធ្វើបុណ្យឧទ្ទិសកុសលជូនប្រពន្ធតរៀងអើយសូមជូនរឿងនាងអាដំណើរនៅក្នុងភូមិតូចដាច់ស្រយាលមួយមានស្រីក្រមុំម្នាក់ឈ្មោះនាងវីដែលរស់នៅក្នុងខ្ទមតូចមួយនាងវីមានចិត្តស្រឡាញ់កំលោះម្នាក់ឈ្មោះនីវ៉ាន់ដែលជាបុរសដែលមានរូបរាងសង្ហាដាច់គេនៅក្នុងភូមិនោះតែនាងវ៉ាន់មិនដែលចាប់អារម្មណ៍នឹងនាងឡើយនាងវីអន់ចិត្តនិងតូចចិត្តនឹងនីវ៉ាន់ជាខ្លាំងថ្ងៃមួយនាងវីក៏សម្រេចចិត្តសុំរៀនមន្តអាគមស្នេហ៍ពីលោកតានាងដែលជាគ្រូដែលមានបារមីខាងមន្តអាគមប្រចាំភូមិនោះលោកតានាងដំបូងមិនព្រមបង្រៀននាងទេព្រោះវិជ្ជាស្នេហ៍អាចបំផ្លាញអនាគតមនុស្សបានតែដោយសារតែនាងវីអង្វរកខ្លាំងពេកលោកតាក៏ព្រមបង្រៀនដោយដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងបំផុតចំពោះនាងណែចៅវីតានឹងបង្រៀនមន្តស្នេហ៍នេះឲ្យឯងតែឯងត្រូវចាំថាវិជ្ជានេះអាចប្រើបានដើម្បីចងចិត្តស្មោះតែប៉ុណ្ណោះបើគេនោះមានចិត្តស្រឡាញ់ចៅដែរបានគ្រាន់តែប្រើស្នេហ៍ឲ្យក្តីស្រឡាញ់និងការស្រឡាញ់នោះគង់វង្សតែប៉ុណ្ណោះហាមដាច់ខាតចៅយកមន្តស្នេហ៍នេះប្រើដើម្បីបង្ខិតបង្ខំឬបំបាយបំបាក់គ្រួសារគេបើឯងបំពេញវិជ្ជានេះនឹងត្រឡប់ធ្វើឲ្យខ្លួនឯងលាក់ខ្លួនជាបិសាចឬទៅជាអាបណាចៅនាងវីក៏បានសច្ចាថានឹងគោរពតាមលក្ខខណ្ឌនិងការទូន្មានរបស់លោកតាក្រោយពីរៀនមន្តស្នេហ៍នេះបានហើយនាងវីក៏បានប្រើមន្តស្នេហ៍នេះទៅលើនីវ៉ាន់ក៏ស្រឡាញ់នីវីយ៉ាងមុខងល់នាងវីមានចិត្តរីករាយតែនាងក៏ចាប់ផ្ដើមមានអំនួតនិងលោភលន់ឡើងនាងមិនបានត្រឹមតែប្រើស្នេហ៍នេះទៅលើនីវ៉ាន់ទេតែនាងក៏ប្រើ
មុនស្នេហ៍អាគមនេះទៅលើបុរសអ្នកមានផ្សេងទៀតដើម្បីទាមទារយកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការពីពួកគេដោយសារតែនាវីបានបំពានសច្ចៈនិងពាក្យទូន្មានរបស់លោកតាប្រើវិជ្ជាបង្ខិតបង្ខំគេច្រើនលើសលប់ពេកយប់មួយពេលដែលនាងកំពុងតែដេកលក់ក៏ស្រាប់តែមានអារម្មណ៍ក្តៅររៀលពេញខ្លួនពេលពាក់កណ្ដាលអាត្រៀតវិជាក៏ត្រឡប់មកដាក់ទោសនាងវិញនាងវីមានអារម្មណ៍ចង់ស៊ីសាច់ស្រស់ស្ទើរតែទ្រាំមិនបានភ្លាមនោះក្បាលរបស់នាងក៏បានរបូតចេញពីរូបរាងកាយដោយមានទាំងពោះវៀនសួរថ្លើមហោះអណ្ដែតចេញតាមបង្អួចបាត់ទៅនាងវីក៏បានខ្លាចទៅជាអាបហោះគួរឲ្យខ្លាចអាបនាងវីក៏ចាប់ផ្ដើមដើរស៊ីសត្វពីហាណាជ្រុំរបស់អ្នកសោរៀងរាល់យប់តែមានសំឡេងឆ្កែជ្រូកមាន់ទាស្រែកក៏ស្ងាត់ទៅវិញអ្នកស្រុកតែងតែភ្ញាក់ពីដំណេកហើយក៏ឃើញសត្វរបស់ខ្លួនងាប់ដោយបាត់បង់ពោះវៀនឬគ្រឿងក្នុងទាំងអស់នៅយប់មួយអ្នកស្រុកឈ្មោះនីឆាងក៏បានលបចាំមើលក្នុងទ្រូងជ្រូករបស់ខ្លួនគាត់ក៏បានឃើញក្បាលមនុស្សស្រីមានពោះវៀនហោះចូលទៅស៊ីថ្លើមគ្រឿងក្នុងជ្រូករបស់គាត់នីឆាងភ័យខ្លាចតែចិត្តមួយចង់ដឹងថាតើអាបនេះជានរណាក៏រត់តាមអាបរហូតដល់ផ្ទះនាងវិញលុះព្រឹកឡើងនីឆាងក៏បាននិយាយដំណើររឿងប្រាប់ដល់អ្នកភូមិតែអ្នកភូមិទាំងអស់គ្នាមិនជឿលើនីឆាងឡើយព្រោះគិតថានាងវីគឺជាមនុស្សស្រីដែលមានចរិតស្លូតបូតនិងរំទុំមិនអាចខ្លាចខ្លួនជាអាបបែបនេះទេយប់ថ្ងៃក្រោយមកនីឆាងក៏លបចាំមើលនាងវីដកខ្លួនហោះចេញទៅគាត់ក៏បានរត់ប្រញាប់ទៅមើលរាងកាយរបស់អាបនោះគាត់ឃើញរាងកាយនាងវីដេកនៅនឹងគ្រែហើយគាត់ក៏បានយកសរសៃអំបោះឆៅទៅចងជាប់កន្លែងដាច់ក្បាលរបស់នាងនោះពេលដែលអាបនាងវីហោះត្រឡប់មកវិញនាងក៏ព្យាយាមភ្ជាប់ក្បាលទៅនឹងខ្លួនឡើងវិញតែដោយសារតែមានអំបោះឆៅចងជាប់រាងកាយនាងមិនអាចភ្ជាប់ខ្លួនបានឡើយនាងព្យាយាមស្រែកសំឡេងនាងធ្វើឲ្យឆ្កែព្រោះលឺគួរឲ្យខ្លាចអូយជួយខ្ញុំផងខ្ញុំក្តៅណាស់ជួយខ្ញុំផងអូយក្តៅណាស់អូយជួយខ្ញុំផងខ្ញុំក្តៅណាស់ជួយខ្ញុំផងអូយក្តៅណាស់ពេលព្រឹកព្រលឹមអ្នកស្រុកអ្នកភូមិទាំងអស់នាំគ្នាទៅផ្ទះនាងវីហើយក៏បានឃើញក្បាលអាបនាងវីនៅក្បែរខ្លួននាង
ពេលឃើញនាងវីជាអាបអ្នកស្រុកក៏ភ័យខ្លាចគ្រប់គ្នាលោកគ្រូច័ន្ទដែលជាតារបស់នាងក៏បានមកដល់ហើយសម្លឹងមើលទៅនាងវីដែលកំពុងដេកយំដោយភាពឈឺចាប់អើយឈឺខ្លាំងណាស់លោកតាជួយខ្ញុំផងមិនក៏ខ្ញុំខ្លាចជាបែបនេះជួយខ្ញុំផងក្តៅណាស់ចៅវីចៅឯងបានបំពេញសច្ចៈរបស់ឯងហើយមុនអាគមនេះមិនបានបង្រៀនឲ្យឯងជាអាបឬជាមនុស្សអាក្រក់ទេតែចិត្តលុបលន់នឹងការប្រើវិជាខុសគោលដៅរបស់ឯងបានធ្វើឲ្យឯងធ្លាក់ខ្លួនទៅជាបែបនេះនាងវីដឹងខ្លួនបានធ្វើខុសធ្ងន់ហើយនាងក៏ព្យាយាមនិយាយទាំងលំបាកថាលោកតាជួយខ្ញុំផងខ្ញុំដឹងកំហុសហើយខ្ញុំសុំទោសខ្ញុំបានធ្វើបាបអ្នកភូមិដោយសារតែមហិច្ឆតានិងការលោភលន់របស់ខ្ញុំឥឡូវខ្ញុំធ្លាក់ខ្លួនទៅជាបែបនេះសូមលោកតាជួយខ្ញុំផងទោះជានាងវីបានដឹងកំហុសក៏ដោយក៏នាងមិនអាចវិលត្រឡប់ជាមនុស្សធម្មតាវិញបានដែរលោកតាក៏បានបំបត្តិមន្តស្នេហ៍ចេញពីនីវ៉ាន់និងបុរសដតីទៀតដោយខ្លាចអាបនោះធ្វើបាបមនុស្សទៀតអ្នកស្រុកក៏សម្រេចចិត្តថាត្រូវតែបណ្ដេញនាយវីចេញពីភូមិដោយលោកតាក៏បានប្រើមន្តអាគមបន្សាបបណ្ដោះអាសន្នហើយឲ្យនាងវីមកសភាពដូចដើមវិញណែនាងវីខ្ញុំនឹងទុកផ្លូវឲ្យឯងរស់រានតែឯងត្រូវចាកចេញពីភូមិនេះពីព្រោះថាអ្នកភូមិគេខ្លាចគេស្អប់ខ្ពើមគេមិនចូលចិត្តឯងទេចាប់ពីពេលនេះទៅឯងត្រូវរៀនរស់ខ្លួនឯងដោយប្រើជីវិតដែលនៅសេសសល់ធ្វើបុណ្យរៀនសូត្រពីកំហុសខ្លួននេះជាផលកម្មផលវិបាកនៃការប្រើវិជ្ជាប្រព្រឹត្តអំពើអាក្រក់របស់ឯងចាស់លោកតាខ្ញុំអរគុណអ្នករាល់គ្នាណាស់ដែលសន្តោសប្រណីដល់ខ្ញុំសូមអរគុណលោកតានាងវីយំសោកស្ដាយជាខ្លាំងតែមិនអាចតវ៉ាបាននាងដែលធ្លាប់ជាស្រីក្រមុំស្លូតបូតព្រោះតែក្តីស្រឡាញ់និងការលោភលន់ហួសហេតុឥឡូវក៏ត្រូវខ្លាចខ្លួនជាអាបហើយក៏ត្រូវអ្នកភូមិបណ្ដេញចេញពីស្រុកកំណើតអ្នកភូមិក៏រស់នៅដោយក្តីសុខសាន្តមិនមានការភ័យខ្លាចនិងបាត់បង់សត្វរបស់ខ្លួនចិញ្ចឹមទៀតទេ